សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពអានថ្ងៃនេះខ្ញុំចត្រាបានមកកាន់នៃភូមិបាត្រៀលខាងជើងបាទខាងឃុំភ្នំក្រាំងដីមាសមកជួបលោកយាយតែគាត់រស់នៅតែឯងហើយរស់នៅក្នុងខ្ទមបាទពីមុនគឺខ្ទមស្លឹកត្នោតស្លឹកអាស័យបាទប៉ុន្តែដោយមានការអាណិតអាសូរពីបងទីហ៊ាននៅលើភ្នំបាទគាត់បានសហការគ្នាទិញសង្កអាស័យហើយឈើខ្លះដែកខ្លះដើម្បីឲ្យលោកយាយមានទីជម្រកបានសមរម្យរស់នៅផងដែរថ្ងៃនេះខ្ញុំបានមកជួបគាត់ហើយអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់បាទចូលរួមទស្សនាសកម្មភាពរបស់ខ្ញុំទាំងអស់គ្នាបាទសូមអញ្ជើញចូលរួមជម្រាបសួរលោកយាយបាទហើយលោកយាយលោកយាយមានឈ្មោះអីដែរខ្ញុំឈ្មោះប៊ូហ៊ុនបញ្ជនប្រហែលហើយលោកយាយ78 78លោកយាយណោះហើយលោកយាយអាចបញ្ជាក់បានទេថាសប្តាហ៍ថ្ងៃលោកយាយមានកូនមានចៅដែរឬអត់លោកយាយអត់មានទេអញ្ចឹងរស់នៅតែឯងទេបាទហើយដាំបាយដាំទឹកអីគឺដាំតែឯងដែរដាំតែឯងបាទហើយអ្វីដែលយើងកណ្ដាលរសូននោះគឺភ្នែករបស់គាត់នោះគឺមើលមិនសូវច្បាស់ទេដូចជាមានការឡើងបាយភ្នែករបស់គាត់មានការឡើងបាយទៅមើលមិនសូវច្បាស់ទេអញ្ចឹងលោកយាយនៅពេលដែលពីមុនមកឮថាលោកយាយជាអ្នកដែលទិញអស់គេដើរលក់អញ្ចឹងលោកយាយណោះប៉ុន្តែការទិញអស់ហ្នឹងមិនមែនទិញលុយដល់ដៃព្រាមទេទៅដាក់គេមកសិនដាក់គេមកសិនលក់ដាច់ហើយបានយកលុយហ្នឹងសងគេសល់បានតិចតួចទិញកទិញអីហ្នឹងទុកហូបទៅបាទនេះគឺជាជីវិតលោកយាយដែលគាត់មានបច្ចុប្បន្ន78ឆ្នាំគឺគាត់កំសត់ណាស់ថ្ងៃនេះខ្ញុំបានចាត់ចែងជាជំនួយរបស់បងប្អូនដែលចូលរួមជាមួយខ្ញុំចាត់ចែងទិញអង្គទិញទឹកផ្លែឈើទឹកត្រីទឹកស៊ីអ៊ីវមីបាទកាទៀវនេះកាទៀវបោះខ្មែរហើយមានសាច់ក្រកហើយមានត្រីងៀតគឺសម្រាប់ជូនដល់លោកយាយហើយឃើញថាអ្វីដែលយើងចូលរួមជួយនេះគឺជួយពួកជួយពួកគាត់ដោយសេចក្តីស្រឡាញ់បាទអញ្ចឹងលោកយាយត្រេកអរទេលោកយាយត្រេកអរកូនបានយករបស់មកឲ្យខ្ញុំហូបខ្ញុំអរគុណណាស់បាទអរគុណមែនទែនក្នុងនោះយើងក៏មានការចូលរួមពីបងស្រីរឿនសវងបងក៏បានចូលរួមជាមួយនឹងខ្ញុំក្នុងការដែលជួយដល់លោកយាយឲ្យខ្ញុំចាត់ចែងជួយទៅដល់គាត់ទិញជាស្បៀងអាហារក្នុងការដែលចិញ្ចឹមលោកយាយផងដែរបាទគឺអរគុណមែនទែនសម្រាប់ទឹកចិត្តបងស្រីរឿនសវងហើយក្នុងនោះក៏សូមអរគុណបងស្រីអូនសុកអរគុណដល់ចាយបាមីហូរីអរគុណដល់ម្ចាស់បាទម្ចាស់ហាងអាមួយ Beauty Salon អរគុណបងបាប៊ុន NoKL អរគុណបង Nono Happy អរគុណបងបាសុងមិញហុងអរគុណបងស្រីបាទតាំងសៃពៅអរគុណអ្នកមីងបាទលីវីនីអរគុណបងចន្ទថាអរគុណបាទបងសុធីវីហេងនិងអរគុណដល់បងបាទហ៊ូបាទលក្ខិណាដែលគាត់បានចូលរួមជាមួយនឹងខ្ញុំហើយក្នុងនោះយើងក៏មានថវិកាបាទសម្រាប់ជូនដល់លោកយាយក្នុងការដែលប្រើប្រាស់ទិញអីបីបន្ថែមទៀតលោកយាយបាទលោកយាយមានអីជូនពរចៅមួយពីរមកលោកយាយឲ្យកូនយកអីវ៉ាន់មកជូនខ្ញុំនេះសូមឲ្យកូនជួបប្រពុតប្រសើរប្រសងប្រាថ្នាយ៉ាងណាបានដូចជាក្តីឆ្ងាយទៅកន្លែងណាសូមឲ្យកូនបានសុខបានចម្រើនណាអូនណាបាទអរគុណច្រើនមែនតើបាទហើយជាចុងក្រោយជូនពរបងប្អូនទាំងអស់ឲ្យរកទទួលទានមានបានផ្សាយបានសម្រេចគ្រាអីណាជឿសូមឲ្យព្រះអង្គគង់ជំនឿថាសាជំនឿពេលនេះខ្ញុំចត្រារួមជាមួយលោកយាយបាទសូមអរគុណមកសូមជម្រាបលា